แล้วก็มีcái comment สุดតម្លៃតែខ្ញុំគួរឆ្លើយក្នុង comment ឬឲ្យគាត់ចូលឆាតក្នុង page លោកគ្រូមានពីរជម្រើសបងអាហ្នឹងវាអាស្រ័យទៅលើផលិតផលទំនិញឬក៏សេវាកម្មបងដែរអញ្ចឹងណាចាំលោកគ្រូបកស្រាយជូនជាទូទៅតែម្ដងណាទី1បើសិនជាផលិតផលឬក៏ទំនិញហ្នឹងគឺតម្លៃស្តង់ដារពេចហ្មងណាបងទោះបីជាសួរក្នុង comment ក៏ប៉ុណ្ណឹងសួរក្នុងឆាតក៏ប៉ុណ្ណឹងអាហ្នឹងបងដាក់តម្លៃប្រាប់តម្លៃទៅវាមានតែមួយហ្នឹងណាតថ្លៃមិនកើអញ្ចឹងណាតម្លៃស្តង់ដារអញ្ចឹងណាចឹងអាហ្នឹងបងប្រាប់ទៅជួនកាលយើងដាក់នៅលើ caption ក៏បានក្នុងវីដេអូក្នុងរូបភាពក៏បានឬក្នុងpin នៅក្នុង comment ក៏បានដែរអញ្ចឹងណាបងតាមនឹងឆាតពីខាង Telegram ណាល្អបងសំណួរកាត់ជាប្រយោជន៍មកចំពោះបងប្អូនយើងលក់ដូររស៊ីណាទី2បើសិនជាតម្លៃហ្នឹងគឺចរចាអញ្ចឹងណាបងតម្លៃវារីខ្ពស់ដែរតែតម្លៃហ្នឹងវាថ្លៃដែរអញ្ចឹងណាបងអាហ្នឹងយើងមិនគួរទេអាហ្នឹងវាយើងចាំបញ្យល់ក្នុងឆាតវិញអញ្ចឹងណាបញ្យល់ពីអត្ថប្រយោជន៍បញ្យល់ពីគុណសម្បត្តិបន្ថែមយ៉ាងតែហ្នឹងតាម style នៃការលក់អញ្ចឹងណាវាអត់ដូចគ្នាអញ្ចឹងបើសិនជាផលិតផលហ្នឹងវា fix វា1រៀល2រៀល3រៀល5ឡានទៅយើងប្រាប់តម្លៃទៅក្នុង comment ឬក៏នៅក្នុង caption ទៅតែបើតម្លៃនឹងវាប្រែប្រួលត្រូវបោះដុំទៅលក់រៀលត្រូវចរចាមានច្រើនជម្រើសអាហ្នឹងចាំទាញនៅក្នុងឆានវិញចឹងណាអរគុណ